បងប្អូនយើងទោះបីជាស្ថានភាពនៅតាមដោយព្រំដែននៅព្រំដែនកម្ពុជាថៃរៀងស្ងាត់បន្តិចក៏ពិតមែនប៉ុន្តែខ្ញុំនិងក្រុមការងាររបស់ខ្ញុំគឺនៅតែដើរបន្តប្រម៉ែប្រមូលស្បៀងដើម្បីដឹកនាំស្បៀងទៅជូនបងកងទ័ពដោយសារតែស្ថានភាពពេលនេះទោះបីជាសង្គ្រាមរៀងស្ងាត់ប៉ុន្តែបងកងទ័ពគាត់នៅតែត្រូវការស្បៀងត្រូវការសម្ភារៈដើម្បីទៅការហូបចុកជាប្រចាំថ្ងៃនឹងឯងបងប្អូនអញ្ចឹងថ្ងៃនេះគឺពិតជាពិសេសមែនទែនដោយសារតែលោកគ្រូនាយកនៃសាលាវិទ្យាល័យសម្ដេចហេសំរិនត្បូងលងជ្រៃដែលគាត់បានហៅពួកខ្ញុំទៅយកស្បៀងបន្តពីពួកគាត់ដើម្បីដឹកនាំទៅជួរខាងមុខជាបន្តបងប្អូនឥឡូវហ្នឹងគឺនេះពួកយើងកំពុងតែនៅវិទ្យាល័យសម្ដេចហេសំរិនលងជ្រៃបងប្អូនណាបាទអញ្ចឹងគឺយើងមកទទួលស្បៀងបងប្អូនណាបាទយើងមកទទួលស្បៀងបងប្អូនណាចឹងគឺដោយសារតែលោកគ្រូនាយកដូចជាសិស្សានុសិស្សគាត់ដើររៃតាមសាលាផ្សេងៗដូចជាដើររៃតាមភូមិចឹងគឺបានស្បៀងមួយចំនួនធំបងប្អូនណាបាទចឹងហើយគឺគាត់បានបន្ទល់ឲ្យយើងជាអ្នកដឹកនាំបន្តទៅកាន់សមរភូមិជួរមុខដោយសារតែគាត់បានទៅផ្ទាល់ទេចឹងគឺខ្ញុំកំពុងតែនៅហ្នឹងហើយបងប្អូនណាបាទចឹងគឺយើងកំពុងតែរៀបចំទទួលស្បៀងណាបងប្អូនបាទតែខ្ញុំពិតជាអរគុណលោកគ្រូនាយកលោកគ្រូនាយកឡលោកគ្រូអ្នកគ្រូសិក្សានុសិស្សនៃសាលាវិទ្យាល័យសម្ដេចហេសំរិនអន្លង់ជ្រៃពិតមែនបងប្អូនហើយពិសេសហ្នឹងគឺគាត់បានដើរប្រម៉ែប្រមូលតាមរយៈអ្នកស្រុកអ្នកភូមិអញ្ចឹងណាដូចជា7 8ភូមិបងប្អូនគាត់រៃមកគាត់បានជាសម្ភារៈខ្លះជាថវិកាខ្លះអញ្ចឹងទៅហើយគាត់មកដល់ហ្នឹងគឺសិក្សានុសិស្សហ្នឹងគឺបានរួមគ្នាដើម្បីកញ្ចប់ដាក់ជាកញ្ចប់អញ្ចឹងណាដើម្បីបែងចែកជាដំបូងហ្នឹងគឺគាត់ថាយកទៅចែកបងប្អូនជនភៀសខ្លះអញ្ចឹងទៅបងប្អូនហើយយកទៅជូនកងទ័ពខ្លះអញ្ចឹងទៅហើយខ្ញុំពិតជាអរគុណគាត់ខ្លាំងមែនទែនដោយសារតែគាត់បានមើលឃើញនៅវីដេអូរបស់ពួកខ្ញុំដោយសារតែពួកខ្ញុំទៅបានជា2លើកហើយអញ្ចឹងទៅគាត់បានឃើញថាពួកខ្ញុំបានយកទៅដល់ជួរមុខផ្ទាល់អញ្ចឹងគឺគាត់បានតាក់ទងពួកខ្ញុំតាមរយៈបងប្រុសសុខាអញ្ចឹងណាគាត់មកប្រាប់ពួកខ្ញុំដើម្បីឲ្យពួកខ្ញុំហ្នឹងទៅយកជាសម្ភារៈពីកន្លែងនៃសាលាគាត់ហ្នឹងហើយខ្ញុំពិតជាទៅសារពួកគាត់ខ្លាំងមែនទែនបងប្អូនណាគឺគាត់រៀបចំបានល្អមែនទែនបងប្អូនមកកញ្ចប់ហ្នឹងគឺមានទាំងអង្គមានទាំងមីមានទាំងនំមានទាំងផ្សេងអញ្ចឹងបងប្អូនបាទអញ្ចឹងគឺច្រើនខ្លាំងមែនទែនបាទអញ្ចឹងគឺគាត់ដាក់មកមានត្រីងៀមមានអីអញ្ចឹងទៅអញ្ចឹងគឺមកសពគ្រប់តែម្ដងបងប្អូនណាដែលបងប្អូនយកទៅប្រើហ្នឹងគឺมันខ្វះអីទេណាបងប្អូនណាមានទាំងទឹកត្រីមានទាំងទឹកស្អៀវអញ្ចឹងទៅហើយអញ្ចឹងគឺក្រុមការងាររបស់ពួកខ្ញុំហ្នឹងគឺកំពុងតែធ្វើការរៀបចំបងប្អូនបាទអញ្ចឹងគឺទីទៀតហ្នឹងគឺយើងរៀបចំដាក់ឡានអីចឹងទៅហើយថ្ងៃពេលខាងមុខហ្នឹងយើងយកបន្តទៅជូននៅកងទ័ពជួរមុខចឹងណាបងប្អូនហ្នឹងបច្ចុប្បន្ននេះខ្ញុំកំពុងតែនៅវិទ្យាល័យសម្ដេចហេសំរិនលងជ្រៃអញ្ចឹងគឺខ្ញុំមកទទួលស្បៀងបន្តពីលោកគ្រូនាយកដូចជាសិក្សានុសិស្សលោកគ្រូអ្នកគ្រូទាំងអស់នៅក្នុងសាលានេះតែគាត់បានរួចដើមគ្នាបានដើររៃគ្នាម្នាក់បន្តិចអញ្ចឹងទៅចូលរួមបានទិញសម្ភារៈផ្សេងបងប្អូនណាអញ្ចឹងគឺនៅនេះមានដូចជាមីមានដូចជាទឹកសុទ្ធមានដូចជាសម្ភារៈអង្គនំអីផ្សេងបងប្អូនអញ្ចឹងគឺកញ្ចប់នេះតាមពិតទៅគាត់កម្រងថារៀបចំដាក់ទៅសម្រាប់ជនពិសេសអញ្ចឹងណាបងប្អូនអញ្ចឹងនៅនេះមានដូចជានេះគាត់មានធុកមុខមានអីចឹងទៅបងប្អូនណាអញ្ចឹងហើយគឺសម្រាប់ឥឡូវគឺក្រុមការងារបងឈិនចុងភៅមង្គលគឺគាត់មកនេះអញ្ចឹងគឺយើងភាគច្រើនគឺសម្ភារៈដែលយើងយកទៅទាំងអស់នេះគឺយើងផ្ដោតទៅលើកងទ័ពបងប្អូនណាដោយសារតែកងទ័ពនៅជួរមុខគឺគាត់ខ្វះខាតច្រើនដោយសារតែជនភៀសសិកគឺគាត់មានហូបខ្លះប៉ុន្តែគាត់អាចនៅខាងក្រៅអញ្ចឹងគាត់អាចរកហូបខ្លួនឯងខ្លះអញ្ចឹងណាប៉ុន្តែកងទ័ពនៅជួរមុខនេះគឺគាត់កំពុងតែប្រយុទ្ធបងប្អូនអញ្ចឹងគាត់អាចចុះមកទិញស្បៀងទិញអីបានទេអញ្ចឹងហើយគឺយើងមានតែអ្នកជួរក្រោយហ្នឹងហើយដែលជួយគាត់ណាអញ្ចឹងសម្រាប់ស្បៀងទាំងអស់នេះគឺយើងនឹងដឹកនាំទៅកាន់កងទ័ពជួរមុខហើយនៅពេលដែលយើងទៅដល់យើងនឹងថតជាផុសតាំងដើម្បីបញ្ជាក់មកខាងសាលាវិញដើម្បីបញ្ជាក់ថាយើងបានយកស្បៀងទាំងអស់ហ្នឹងទៅដល់កងទ័ពពិតមែនអញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលឃើញវីដេអូនេះហើយចង់ចូលរួមក៏អាចចូលរួមបន្ថែមបានដែរបងប្អូនណាអញ្ចឹងគឺយើងចូលរួមម្នាក់បន្តិចទៅបងប្អូនណាខ្មែរជួយខ្មែរអញ្ចឹងណាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនហើយបងប្អូនអាចមើលបានបងប្អូនបាទអញ្ចឹងចំពោះសម្ភារៈនេះគឺច្រើនថាមែនតើអញ្ចឹងគឺខ្ញុំគ្មានអ្វីក្រៅតែពីម្រាមដៃ10លើកថ្លៃអំណរគុណដល់លោកគ្រូអ្នកគ្រូសិក្សានុសិស្សនៃវិទ្យាល័យសម្ដេចហេសំរិនត្បូងអន្លង់ជ្រៃទេបងប្អូនណាគឺពិតជាច្រើនមែនតើអញ្ចឹងចំពោះសម្ភារៈទាំងអស់នេះបើគិតជាថវិកាហ្នឹងគឺចូល6លានជាង7លានណាបងប្អូនបាទអញ្ចឹងគឺគាត់ទិញមកទាំងអស់ដើម្បីយកមកបែងចែកមានទឹកមានសម្ភារៈហូបចុកផ្សេងអញ្ចឹងទៅដើម្បីយកទៅជូនកងទ័ពជួរមុខក៏ដូចជាបងប្អូនភេសឹកបងប្អូនណាអញ្ចឹងបន្ទាប់ពីយើងថ្លែងអំណរគុណថាអីហើយគឺយើងរៀបចំដាក់ឡានដើម្បីដឹកយកមកទុកមកកន្លែងសិនបងប្អូនដោយសារតែយើងត្រូវធ្វើ2 3កម្មវិធីទៀតដើម្បីចូលគ្នាឲ្យបានច្រើនជាងនឹងអញ្ចឹងទៅបងប្អូនណាអញ្ចឹងហើយគឺខ្ញុំពិតជាសប្បាយចិត្តមែនទែនដោយសារតែបងប្អូនយើងគឺមានការរួបរวมគ្នាខ្លាំងមែនទែនបងប្អូនណាគឺយល់ទៅគឺខ្ញុំអ្នកនៅព្រៃវែងទេបងប្អូនហើយស្បៀងនេះគឺនៅខាងត្បូងឃ្មុំគឺនៅព្រំដែនជាប់គ្នាអញ្ចឹងណាអញ្ចឹងហើយគាត់ក៏បានឃើញខ្ញុំឃើញអីហ្នឹងគាត់ក៏បានតាក់ទងខ្ញុំទៅយកអញ្ចឹងខ្ញុំក៏មិនឲ្យគាត់ខកចិត្តដែរបាទអញ្ចឹងគឺខ្ញុំនឹងទៅយកជាមួយនឹងក្រុមការងារហើយមិនតែប៉ុណ្ណោះទេបងប្អូនណាមានបងប្អូនខ្លះគាត់ឧបត្ថម្ភជាប្រភេទអាវប្រភេទអីផ្សេងទៀតអញ្ចឹងទៅអញ្ចឹងគឺពិតជាអរគុណខ្លាំងមែនទែនបាទអញ្ចឹងគឺអាវនេះគឺគាត់
បើសិនជាគាត់លក់ធម្មតាហ្នឹងគឺតម្លៃ1 10រៀលដែរអញ្ចឹងណាបងបាទអញ្ចឹងបើសិនជាគាត់ឧបត្ថម្ភនេះគឺគាត់ឧបត្ថម្ភដើម្បីឲ្យពួកខ្ញុំហ្នឹងយកទៅឲ្យបងប្អូនកងទ័ពអីចឹងណាសម្រាប់ការប្រើប្រាស់អញ្ចឹងទៅបងប្អូនអញ្ចឹងគឺពិតជាអរគុណខ្លាំងមែនទែនសម្រាប់បងប្អូនខ្មែរយើងបាទអញ្ចឹងគឺស្ងាត់តែមិនស្ងៀមគឺយើងរួមគ្នាសាមគ្គីគ្នាដើម្បីជួយដល់បងប្អូនកងទ័ពដែលជួមុខក៏ដូចជាបងប្អូនវិស័កដែលគាត់កំពុងតែមានការខកខានជួមុខណាបងប្អូនអញ្ចឹងគឺវីដេអូនេះគឺមិនមានអ្វីច្រើនទេបងប្អូនណាគឺមានតែម្រាមដៃ10ថ្លែងអំណរគុណទៅកាន់លោកគ្រូអ្នកគ្រូសិក្សានិស្សិតទាំងអស់បាទនឹងជូនពរឲ្យពួកគាត់ហ្នឹងគឺរៀនពូកែប្រឡងជាប់និងមានសុខភាពល្អទទួលបានជោគជ័យគ្រប់ភារកិច្ចគ្រប់ការងារទាំងអស់បងប្អូនអញ្ចឹងគឺវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណហើយសង្ឃឹមថាយើងនឹងបន្តទៅមុខទៀតដោយភាពជោគជ័យនិងរលូនបងប្អូនណាគឺមិនមានបញ្ហាទេបាទ